បាទសម្រាប់លោក Donald Trump គាត់អត់ខ្លាចអាម៉ាស់មុខអាម៉ាស់អីទេសំខាន់គឺប្រទេសរបស់គាត់បាទ Great Again គឺអស់ចាមអាសាទៀតហើយ American First គឺជនជាតិត្រូវតែជនជាតិអាមេរិកមុនអញ្ចឹងគាត់ចង់បានកោះ Greenland បាទគាត់ចង់បានវាយប្រហារប្រទេស Venezuela និងប្រទេសអ៊ីរ៉ង់គឺគាត់ចង់បង្ក្រាបគាត់ចង់ប្រាប់ពិភពលោកថាគាត់គឺជាបងធំនៅលើពិភពលោកនេះហើយគាត់ចង់បានកោះ Greenland ហ្នឹងគឺដែលជាសមាជិកNATO ដែររបស់លោកកោះរបស់ប្រទេសដារម៉ាបាទអញ្ចឹងគាត់អត់ព្រួយបារម្ភអីគាត់អត់ខ្លាចអាម៉ាស់មុខអីទេគឺគាត់ចង់បានស្ពេសនៅខាងលើទៀតហ៎បាទស្ពេសនៅខាងលើដើម្បីងាយស្រួលក្នុងការវាប្រហារអីបាទលើពិភពលោកនេះហើយគាត់ចង់ឲ្យប្រទេសចិនប្រទេសរុស្ស៊ីដែលចង់បានកោះហ្នឹងដែរគាត់អត់ចង់ឲ្យបានទេគាត់ចង់បានកោះហ្នឹងដើម្បីឲ្យប្រទេសរុស្ស៊ីប្រទេសចិនអីហ្នឹងបាទជាមហាអំណាចមួយដែរហ្នឹងគឺបើចង់បានគឺត្រូវឆ្លងកាត់គាត់អញ្ចឹងទៅឆ្លងកាត់គាត់អញ្ចឹងឲ្យសុំច្បាប់ពីគាត់អញ្ចឹងគាត់ចង់ឲ្យប្រទេសអាមេរិកហ្នឹងគឺជាមហាអំណាច forever រហូតហ្មងបាទ